ហ្នឹងហើយតែយើងរស់នៅក្នុងខណ្ឌភារៈហ្នឹងមានភារៈដូចតែគេដូចតែឯងចឹងកុំច្រឡំថាខ្ញុំអ្នករស់ស៊ីទេខ្ញុំវល់មិនដូចពួកអ្នករៀនធម៌ទេអ្នករៀនធម៌អត់សូវវល់មិនមានពេលរៀននោះអូយើងនឹងហ៊ានខណ្ឌប្រមាណឯគេអ្នករៀនធម៌នឹងអត់ខណ្ឌទេចុះគេអត់ភារៈមែនចឹងបានទៅជួបម្នាក់នៅឥណ្ឌាគាត់និយាយច្រឡំមាត់ទេមើលទៅគាត់ថាគាត់ស្ដាប់ដែរតែមិនសូវបានរៀនកាត់កាលដូចក្រុមសិស្សដែលរៀនមួយខ្ញុំទេគាត់រវល់ពេកដូចគាត់ថាចំឈ្មោះថាឆេងអីមានពេលរៀនតែគាត់រវល់ចាថាមិនដឹងជីវិតគេមិនផងគេថាគេតនេដែលឃើញគេធ្វើការងារអីខ្លះអត់មួយថ្ងៃអញ្ចឹងបានថារវល់វាបានលេះរហូតអញ្ចឹងណាបានលេះឲ្យឆ្ងាយពីធัวអញ្ចឹងទៅប៉ុន្តែអត់ព្រមរៀនកោតគេអញរវល់ម្លងរកពេលរៀនមិនបានណាគេរស់មិនណាគេមានពេលរៀនណាអត់ព្រមស្វែងយល់អញ្ចឹងទេទៅប្រអាប់គេមកពួកហ្នឹងវាមិនសូវរវល់មិនសូវមានភារៈដូចអញមានភារៈធំអញរៀនមកទៀតមើលខណ្ឌជាភារៈណាក៏មានភារៈដែរនិយាយតែពីព្រឹកដល់ល្ងាចធ្វើអីខ្លះហ្នឹងវារវល់ដូចតែគ្នាហ្នឹងតែវាអាស្រ័យលើចង្វាក់ចិត្តរបស់យើងតែយើងចងជាប់នឹងអីឲ្យច្រើនស្អីក៏ដោយតែកាលណាយើងឲ្យសេចក្តីសំខាន់យើងធ្វើបានហើយហ្នឹងហើយកុំមកលើកគុណសម្បត្តិតែខ្ញុំនេះរៀនធម៌បានទេព្រោះខ្ញុំរវល់ខ្លាំងអញ្ចឹងមានន័យថាម៉េចអូអ្នកដែលគេរៀនធម៌ហ្នឹងគេសិតអត់រវល់ចង់ប្រអាប់គេអញ្ចឹងទៀតហ្នឹងហើយព្រោះកាលហ្នឹងពួកអ្នករៀនធម៌ហ្នឹងអត់ការងារធ្វើគួរតែគិតចេះថាគេអត់ការងារធ្វើគេរស់មិនណាបាយទឹកមែនប៉ុន្តែថាអយោនិសោមនសិការៈវាឲ្យទោសឲ្យដើម្បីឲ្យលេះឲ្យកិលេសហ្នឹងឲ្យឆ្ងាយពីធម៌វល់តែខ្ញុំការកូនហើយខ្ញុំរៀនហើយកុំមើលងាយកិលេសការកូនហើយវានៅកូនរបស់កូនទៅដល់ហ្នឹងពេលហ្នឹងវាឈឺបាត់ទៅហើយនេះថាខ្លែមតិចចឹងណាបាទប្រធានបទថាខន្ធភារៈអ្នកណាក៏មានភារៈដែរចឹងណាសូម្បីតែអ្នកបួស